បើចង់ឲ្យមនុស្សចូលចិត្តនិយាយជាមួយអ្នកមិនចាំបាច់និយាយច្រើនទេតែគួរនិយាយដោយស្មោះត្រង់និងគោរពអ្នកដទៃស្ដាប់ឲ្យបានច្រើនជាងនិយាយដោយសុភាពរាបសារនិងប្រើពាក្យវិជ្ជមានញឹមនិងបង្ហាញការយកចិត្តពេលគេនិយាយកុំរំខានឬកាត់សម្ដីអ្នកដទៃកុំអួតខ្លួនឯងពេកហើយកុំរិះគន់គេដោយគ្មានហេតុផលរក្សាពាក្យសន្យានិងនិយាយតាមការពិតមនុស្សភាគច្រើនមិនចាំថាអ្នកនិយាយអ្វីទាំងអស់ទេប៉ុន្តែពួកគេចាំអារម្មណ៍ដែលអ្នកធ្វើឲ្យពួកគេមានដូច្នេះចិត្តល្អការគោរពនិងភាពស្មោះត្រង់គឺជាគន្លឹះដែលធ្វើឲ្យគេចូលចិត្តអ្នកពេលនិយាយជាមួយគេកុំខ្លាចថាគេគិតមិនល្អមកលើយើងចូលនិយាយដោយភាពស្មោះត្រង់សុភាពរាបសារនិងមានទំនុកចិត្តអ្នកមិនអាចគ្រប់គ្រងគំនិតរបស់មនុស្សគ្រប់គ្នាបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងពាក្យសម្ដីនិងអាកប្បកិរិយារបស់ខ្លួនឯងបានមនុស្សដែលសមនឹងគោរពអ្នកនឹងវាយតម្លៃអ្នកតាមអំពើល្អនិងចរិតរបស់អ្នកមិនមែនតាមការសន្មតរបស់អ្នកដទៃឡើយដូច្នេះចូលនិយាយដោយភាពជឿជាក់គោរពអ្នកដទៃនិងធ្វើជាខ្លួនឯងព្រោះនោះជាវិធីដែលធ្វើឲ្យអ្នកមានភាពទាក់ទាញនិងទទួលបានការគោរពពីមនុស្សជុំវិញកុំរត់គេចពីបញ្ហាមិនអាចរលាយបាត់ដោយការគេចវាទេការរត់គេចអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលមួយរយៈប៉ុន្តែបញ្ហានឹងនៅតែរង់ចាំយើងផ្ទុយទៅវិញបើហ៊ានប្រឈមមុខវានឹងបង្រៀនយើងឲ្យរឹងមាំមានបទពិសោធន៍និងចេះដោះស្រាយបញ្ហាបានកាន់តែល្អពាក្យលើកទឹកចិត្តកុំរត់គេចពីបញ្ហាព្រោះគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយហ៊ានប្រឈមមុខថ្ងៃនេះនឹងធ្វើឲ្យអ្នកកាន់តែរឹងមាំនៅថ្ងៃស្អែកពេលអ្នកប្រឈមនឹងបញ្ហាចូលដោះស្រាយវាដោយបញ្ញាមិនមែនដោយការភ័យខ្លាចរាល់បញ្ហាដែលអ្នកអាចឆ្លងកាត់បាននឹងធ្វើឲ្យអ្នកកាន់តែមានបទពិសោធន៍កាន់តែរឹងមាំនិងកាន់តែមានទំនុកចិត្តលើខ្លួនឯងជឿលើសមត្ថភាពរបស់អ្នកហើយបន្តដើរទៅមុខការដឹកនាំមិនមែនមានន័យថាគ្រាន់តែបញ្ជាអ្នកដទៃនោះទេប៉ុន្តែជាការចេះណែនាំលើកទឹកចិត្តនិងយកចិត្តអ្នកនៅជុំវិញខ្លួនអ្នកដឹកនាំល្អគឺជាមនុស្សដែលចេះស្ដាប់មានទំនួលខុសត្រូវនិងដឹកនាំដោយភាពស្មោះត្រង់និងក្តីស្រឡាញ់បើចង់ឲ្យមនុស្សចូលចិត្តនិងគោរពយើងកុំធ្វើរឿងទាំងនេះ 1. កុំតែងតែគិតតែពីខ្លួនឯងរៀនស្ដាប់និងយល់ពីអារម្មណ៍អ្នកដទៃ 2. កុំនិយាយច្រើនពេកអំពីខ្លួនឯងមនុស្សចូលចិត្តអ្នកដែលចេះស្ដាប់ 3. កុំមើលងាយឬរិះគន់អ្នកដទៃខ្លាំងពេកពាក្យសម្ដីអាចធ្វើឲ្យគេឈឺចិត្ត 4. កុំធ្វើជាមនុស្សក្លែងក្លាយភាពស្មោះត្រង់ធ្វើឲ្យគេទុកចិត្ត 5. កុំខឹងងាយនិងប្រើពាក្យអាក្រក់ការគ្រប់គ្រងអារម្មណ៍បង្ហាញពីភាពចាស់ទុំ 6. កុំបង្ខំឲ្យគេចូលចិត្តយើងគ្រាន់តែធ្វើខ្លួនឲ្យល្អនិងមានតម្លៃមនុស្សភាគច្រើនមិនចូលចិត្តអ្នកដែលព្យាយាមឲ្យគេសរសើរទេប៉ុន្តែចូលចិត្តអ្នកដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានគោរពនិងយកចិត្តកុំបង្ខំឲ្យគេចូលចិត្តយើងមនុស្សម្នាក់មានសិទ្ធិគិតនិងមានអារម្មណ៍ផ្ទាល់ខ្លួនបើយើងព្យាយាមបង្ខំឲ្យគេចូលចិត្តយើងអាចបាត់បង់ភាពជាខ្លួនឯងចូលធ្វើខ្លួនឲ្យល្អស្មោះត្រង់មានការគោរពនិងយកចិត្តអ្នកដទៃមនុស្សដែលសមនឹងយើងនឹងចូលចិត្តនិងគោរពយើងដោយធម្មជាតិកុំខំប្រឹងផ្គាប់ចិត្តគ្រប់គ្នាព្រោះតម្លៃរបស់យើងមិនអាស្រ័យលើការយល់ព្រមរបស់មនុស្សគ្រប់រូបទេ